នៅក្នុងបាទពលាព្រឹកបាទថ្ងៃឧបោសថបាទព្រឹកនេះខ្ញុំបាទចង់លើកយកបញ្ហាមួយបាទមកពោលមកនិយាយនឹងដើម្បីឲ្យលោកយាយលោកតាពុទ្ធបរិស័ទបានយល់ចឹងលោកយាយលោកតាខ្លះគិតពីក្មេងមកក៏ជប់រវល់ការងារបាទរោគទទួលទានផ្សេងចិញ្ចឹមកូនចិញ្ចឹមចៅអញ្ចឹងដល់តែពេលគិតចាស់ទៅក៏គិតត្រូវនៅមើលថែរក្សាចៅហើយក៏មានពេលទំនេរខ្លះគិតក៏មានចិត្តបាទចង់មករៀនធឿចង់មករៀនតែគិតបាទមិនហ៊ានមករៀនគាត់ថាគិតមិនចេះធឿហើយក៏គិតខ្មាស់គេអញ្ចឹងមិនចេះក្នុងន័យនេះគឺគិតមិនចាំធឿនឹងឯងគិតមិនចាំគិតពិបាករៀនហើយរៀនមិនចាំគិតឲ្យហ៊ានមកវត្តជាមួយគេគេថាគិតមិនចេះធឿអញ្ចឹងដោយសារតែមានការភ័ន្តច្រឡំអំពីមាគ៌ាព្រះសាសនានឹងហើយដែលបរិស័ទនៅជាប់សេចក្តីខ្វល់ខ្វាយពិបាកចិត្តលោកយាយលោកតាច្រឡំថារឿងរ៉ាវនៃព្រះសាសនានេះគឺការចេះចាំចំណាំហើយត្រូវតែចេះសូត្រមិនមែនទេកណាមិនមែនទេមានន័យថាការចេះចាំចំណាំស្ទើរចេះសូត្រច្រើនចេះសូត្រតិចជាអធិស្ស្រ័យនៃខួរក្បាលម្នាក់ទេណាឬក៏ជាអំណាចពេលវេលាម្នាក់ដែលបានខំតន្ទិញឬក៏អត់អានឹងជប់អានឹងណាសូមអធិស្ឋានអានឹងគ្រាន់តែជាស្រទាប់ដំបងឡើយទេកណាវាគ្រាន់តែជាស្រទាប់ដំបងឡើយទេតែមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងព្រះសាសនានេះគឺបញ្ញាយល់ដឹងកណាមូលដ្ឋានគ្រឹះនៅក្នុងព្រះសាសនានេះគឺបញ្ញាយល់ដឹងអញ្ចឹងព្រះសម្មាសម្ពុទ្ធក្តីព្រះភិក្ខុសង្ឃក្តីគ្រូធម្មអាចារ្យក្តីមកដើម្បីបញ្យល់អោយបរិស័ទយល់ថាកាយនេះយ៉ាងម៉េចចិត្តនេះយ៉ាងម៉េចវេទនានេះយ៉ាងម៉េចគំនិតនេះយ៉ាងម៉េចបំណងនេះយ៉ាងម៉េចតណ្ហានេះយ៉ាងម៉េចហើយទុក្ខរបស់បុគ្គលនេះយ៉ាងម៉េចហើយទុក្ខកើតមកពីស្អីគឺត្រូវអង្គុយបញ្យល់គ្នាណាគឺត្រូវអង្គុយបញ្យល់គ្នារហូតដល់ឃើញថាសេចក្តីទុក្ខនេះវាពិតជាកើតចេញមកអំពីអាត្មាអញប្រកាន់ហួងហែងមែនទុក្ខនេះនៅពេលដែលបុគ្គលបានយល់ណាសេចក្តីទុក្ខនេះនៅពេលដែលបុគ្គលបានយល់នេះហើយដែលហៅថាដំណើររុងរឿងនៃព្រះសាសនាមិនមែនទៅដល់យើងសូត្ររិលណាមិនមែនទៅដល់យើងសូត្ររត់មឹតរិលហើយគ្រាន់តែការចាំហើយសូត្រទាំងយើងមិនដឹងស្អីសោះណែឯងយើងចាំសូត្ររិលណាទាំងយើងមិនចេះអីទាំងអស់អានឹងក៏ជាវិបត្តិសាសនាមួយដែរអញ្ចឹងបានជាខ្ញុំកណាខ្ញុំបាទចង់និយាយថាលោកម្ចាស់ក្តីខ្ញុំកណាក្តីយាយតាក្តីបើកន្លែងណាមិនយល់មិនបាច់ចាំសូត្រទេព្រោះបើមិនដឹងថាជាស្អីផងយើងត្រូវរស់នៅក្នុងព្រំដែននៃការយល់ដឹងជានិច្ចបានស្ដាប់
បានពិចារណាបានវិភាគបានពិសោធន៍នឹងការអប់រំផ្ទាល់ពីសំណាក់លោកគ្រូអាចារ្យអានឹងហើយដែលឈ្មោះថាសាសនារីកចម្រើនមិនមែនបានន័យថាយើងសូត្រចាំមើលតែក្នុងនោះយើងអត់ដឹងតែស្អីផងនឹងក៏ជាចំណុចបាទពិបាកដំណើរពិបាកនៃពិសាសនានឹងដែរបាទអញ្ចឹងក៏សូមបាទអរគុណបាទសូមជម្រាបលាបាទ